1 2 3 Jadi so nak niខ្ញុំឈ្មោះជឿនបាច់ម៉ារីណាមានអាយុ9ឆ្នាំថ្ងៃនេះខ្ញុំបានមកទស្សនានៅខេត្តកំពតខាងអាលិច រំលេចឈ្មោះរំលេច មានទេសភាពស្អាតបងប្អូនអាចមកលេងបាននៅរមណីយដ្ឋាននេះមានឈ្មោះថាអីគេអូតូរ៉ៃមានភ្នំមានទឹកមានត្រីមានតង់ពួយចង់កយកូនទេសភាពនៅទីនេះខ្ញុំបានធ្លាប់មកលេង2 ដងទៅហើយគេមានកន្លែងលេងគេមានតូគេមានកញ្ចក់ទូចៗឲ្យយើងអាចអង្គុយញ៉ាំអីបានហើយយើងមានកន្លែងថតរូបជាច្រើនមានកន្លែងទូកមានកន្លែងអីជីច្រើនណាស់បងប្អូនអាចមកលេងទីនេះបានសប្បាយណាមកប៉ាបងប្អូនខ្ញុំនាំទៅមើលនៅនោះតាក់យើងជួយឈប់មកទៅខំហៀខំហៀ កុំលឿនពេកកុំទៅលឿនពេកអូនណាលឿនម៉េចអត់ចាំអ្នកថតផងអូខេតានិយាយបដាតាកុំឆ្ងាយពេកក៏លឿនពេក ប៉ាមកនេះតាតាមនុស្សអត់ទេនំទឹកមានទឹកមួយមានទឹកព្រៃអូខេតាមកកូននិយាយមកអូខេនេះរំចង់អានឹងរំចង់នេះរំចង់គេមានត្រីមានអីហ្នឹងអូខេទឹកនេះវាអត់ស្អាតអូខេយើងគៀននោះគៀននោះអូខេកំតានកូនតាខាងនេះកូនខាងនេះសិនបាទទៅយើងគៀននោះเราเลยទីបាទទៅយើងគៀននោះសិននេះបាទឡើងស្អាតបងប្អូនយើងទៅរកគេមានស្បែកគេមានចងនោះដើម្បីឲ្យយើងចូលទស្សនាក្នុងហ្នឹងគេធ្វើស្ពានទឹកឯដើម្បីអីដើម្បីយើងចូលទៅមើលគេចូលទៅមើលបានលេងបានអីចឹងណាគួយកូនមកគួយកូនទៅស្ពានប៉ាអូនតាទៅចាំនោះប៉ាអូនតាទៅចាំនោះមានព្រៃឈើព័ទ្ធជុំវិញហ្នឹងទាំងអស់អូខេប៉ាកូនមកទស្សនាទីបងប្អូនអូក៏មកលេងនឹងប៉ាខាងក្លានខ្លាំងពូចានវ៉ាវសូនីតានេះគឺកាពីពកម៉ែកតាអូនមាននិយាយតែសម្រាប់គ្នាខ្ញុំមានថាឈឹងសូនីតាហើយថ្ងៃនេះខ្ញុំបានមកលេងនៅរមណីយដ្ឋានរំលេចហើយរមណីយដ្ឋាននេះមានឈ្មោះថាអូតូរ៉ៃហើយធម្មតាកុំចេញហើយទីនេះខ្ញុំធ្លាប់មក2 ដងទៅហើយខ្ញុំធ្លាប់មក2 ដងទៅហើយទីនេះមានរូបមានកន្លែងលេងច្រើនមានរូបសម្រាប់ឲ្យយើងសម្រាកនិងពិសាអីបរិភោគហើយម្ហូបនៅទីនេះឆ្ងាញ់ខ្លាំងហើយនៅទីនេះមានរូបច្រើនមានកន្លែងស្អាតយើងមកម្ដងហើយចង់មកម្ដងទៀតទេសភាពនៅកន្លែងនេះបានរូបស្អាតហើយម្ដងវាធ្វើឲ្យ refresh និង relaxing ឲ្យបងប្អូនមានកម្លាំងចិត្តធ្វើការបន្តទៀតហើយនៅទីកន្លែងនេះមានទេសភាពមានព្រំមានភ្នំមានព្រៃព័ទ្ធជុំវិញធ្វើឲ្យយើងគយគន់តែម្ដងប៉ាទៅជាតូរ៉ៃបងប្អូនបានជ្រាបខ្លះហើយខ្ញុំបាន review ជាមួយនឹងទស្សនិកជនដែលមកទស្សនានៅទីនេះចំនួន2គ្រឿងហើយនៅទីនេះគឺដូចខ្ញុំបានបញ្ជាក់ខាងដើមគឺស្ថិតនៅក្នុងស្រុកជុំគិរីខេត្តកំពតដែលមានព្រំប្រទល់ជួបជាមួយនឹងស្រុកត្រាំកក់ខេត្តតាកែវហើយបើយើងធ្វើដំណើរពីភ្នំពេញមកដល់ទីនេះមិនជាឆ្ងាយប្រហែលទេប្រហែលចន្លោះពី70ទៅ80គីឡូបាទប្រហែលជា70ទៅ80គីឡូតែប៉ុណ្ណឹង
ការស្អាតកន្លែងថតរូបមានច្រើនរបៀបដែលបងប្អូនអាចជ្រើសរើសតាមចំណង់ចំណូលចិត្តតាមអ្វីដែលបងប្អូនស្រឡាញ់បានបាទជារមណីយដ្ឋានបែបធម្មជាតិមានព្រៃភ្នំព្រឹក្សាមានទឹកមានទូកមានអ្វីជាច្រើនទៀតដែលបងប្អូនអាចដូចជា relax សម្រាប់បងប្អូនដើម្បីផ្លាស់ប្ដូរអារម្មណ៍ពីនឿយណាយពីការងារពីរឿងទុកសោកផ្សេងៗបាទបងប្អូនអាចសម្រេចចិត្តមកទីនេះបានគឺមិនខកបំណងទេបាទមិនត្រឹមតែមានកន្លែងញ៉ាំអីច្រើនមានមុខម្ហូបច្រើនក៏មានឧបករណ៍បាទមានដើម្បីជិះកម្សាន្តផងដែរបាទបងប្អូនបានឃើញហើយដើម្បីជិះកម្សាន្តអារម្មណ៍មើលទៅឃើញស្អាតបាទហ្នឹងហើយ